យុរដ្ឋមន្ត្រីថៃប្រជុំសេចក្តីសម្រេចរបស់តុលាការនិងបាតកម្មគណៈតំណែងកំពុងស្ថិតក្នុងដង្ហើមចង្រិតប្រមិត្តទស្សនិកជនតំណែងនាយករដ្ឋមន្ត្រីថៃរបស់លោកស្រីផែថងឋានឈិនវត្តស្ថិតនៅមាត់ជ្រោះគណៈលោកស្រីនឹងត្រូវប្រឈមមុខនឹងសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញនៅសប្តាហ៍ក្រោយចំណែកឪពុកលោកស្រីគឺលោកថាក់ស៊ីនឈិនវត្តក៏កំពុងរងការចាប់ប្រកាន់ផងដែរលោកស្រីនាយករដ្ឋមន្ត្រីផែថងឋាននៅសប្តាហ៍នេះបានរុះរើគណៈរដ្ឋមន្ត្រីដើម្បីបំពេញកៅអីតួនាទីចំនួន8ដែលកាន់កាប់ដោយគណៈបកភូមិใจថៃក្រោយគណៈបកធំទី2មួយនេះបានសម្រេចដើរចេញពីរាជរដ្ឋាភិបាលចម្រុះដឹកនាំដោយគណៈបកភឿថៃកាលពីសប្តាហ៍មុនត្បិតសម្ពាធធ្លាក់ទៅលើស្មាលោកស្រីផែថងឋានក៏ដោយប៉ុន្តែកូនស្រីពៅរបស់លោកថាក់ស៊ីនរូបនេះបានព្យាយាមធ្វើសពបែបយ៉ាងផ្គាប់ចិត្តប្រជាជននិងយោធាថៃដើម្បីលាងភាពស្អាតស្អំបន្ទាប់ពីបាច់ធ្លាយคลิปសម្លេងសន្ទនាជាមួយសម្ដេចតេជោហ៊ុនសែនកាលពីពេលកន្លងទៅលោកស្រីផែថងឋានបានលើកឡើងថានៅក្នុងស្ថានភាពនេះស្ថិរភាពរបស់រាជរដ្ឋាភិបាលគឺជារឿងសំខាន់ហើយការរួបរวมរបស់ប្រជាជនថៃក៏មានសារៈសំខាន់ផងដែរដូច្នេះខ្ញុំសូមឲ្យរដ្ឋមន្ត្រីទាំងអស់សហការជាមួយប្រជាពលរដ្ឋឲ្យបានជិតស្និទ្ធដើម្បីជួយដោះស្រាយបញ្ហានេះបានឆាប់រហ័សយ៉ាងណាប្រសិនបើតុលាការធម្មនុញ្ញទទួលយកញត្តិវាអាចទៅរួចដែលថាលោកស្រីផែថងឋានអាចត្រូវបានព្យួរពីមុខតំណែងតែជោគវាសនារបស់លោកស្រីផែថងឋាននឹងដើរតាមកន្លងមិត្តចាស់ដែរឬទេកាលពីខែសីហាឆ្នាំមុនតុលាការធម្មនុញ្ញបានសម្រេចដកលោកសេដ្ឋាថាវិសិនចេញពីតំណែងជំវិញការតែងតាំងគណៈរដ្ឋមន្ត្រីដែលធ្លាប់ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារក្នុងករណីសំណុកសុប៉ាន់ទន្ទឹមនោះការតវ៉ាទ្រង់ទ្រីធំប្រឆាំងនឹងលោកស្រីផែថងឋានត្រូវបានកំណត់ពេលធ្វើឡើងនៅថ្ងៃសៅរ៍ទី28ខែមិថុនានេះដោយក្រុមប្រឆាំងរាជរដ្ឋាភិបាលបានអះអាងថាបាតកោជាង100,000នាក់នឹងប្រមូលផ្ដុំគ្នានៅតាមដងផ្លូវក្នុងរាជធានីបាងកកទាមទារឲ្យលោកស្រីចោះចេញពីកៅអីនាយករដ្ឋមន្ត្រីតើបណ្ដាសារនយោបាយនៃត្រកូលឈិនវត្តឬយ៉ាងណាជាក់ស្ដែងអតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីនឈិនវត្តក៏កំពុងមានភាពចម្រូងចម្រាសផងដែរដោយលោកនឹងត្រូវកាត់ទោសពីបទប្រមាថព្រះមហាក្សត្រនៅសប្តាហ៍ក្រោយខណៈកូនស្រីក៏កំពុងប្រឈមមុខនឹងការបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រីស្របពេលប្រទេសមួយនេះកំពុងរង្គោះរង្គើទាំងផ្នែកនយោបាយផ្ទៃក្នុងនិងនយោបាយក្រៅប្រទេសជាពិសេសជាមួយប្រទេសកម្ពុជានិងភូមាលើបញ្ហាវិវាទព្រំដែនខណៈប្រទេសម៉ាឡេស៊ីក៏កំពុងរៀបផែនការធ្វើរបងខណ្ឌចែកដែនសីមាជាមួយព្រះរាជាណាចក្រដែលហ៊ុំព័ទ្ធដោយរឿងអាស្រូវឈ្លានពានទឹកដីមិត្តជាប់របងផ្ទះមួយនេះផងដែរ